ជួលគាត់ធ្វើសង្សារក្នុងមួយខែហ្នឹងតម្លៃ1000ជួលមួយខែ1000ហ្នឹងយើងនិយាយមួយគ្នាឲ្យតាមឆាតខ្ញុំមានផុសតាំងមកផុសអីទាំងអស់ អត់មានជួលធ្វើសង្សារទៅលូយមនុស្សបងស្អីគេមុខខ្ញុំប៉ុណ្ណឹងជួលមនុស្សប្រុសធ្វើសង្សារឥឡូវជួលសំដែងមកជួលសំដែងធ្វើសង្សារហ្មងមួយខែយកហ្មងគាត់ជួលសំដែងធ្វើសង្សារទេបើខ្ញុំស្អីគេមុខមាត់ខ្ញុំហ្នឹងទៅជួលមនុស្សប្រុសទៅធ្វើសង្សារហើយមុខមាត់ខ្ញុំប៉ុណ្ណាណៃខ្វះមនុស្សប្រុសស្រឡាញ់មែនហ្នឹងហើយហើយបើខ្ញុំលមាស់ខ្លាំងទៅដេញសើតែ100 200ទេសុំបញ្ជាក់តែខ្ញុំមិនអាចលមាស់ទេឧទាហរណ៍សុំបញ្ជាក់ឲ្យគាត់មួយខែ1000ហ្នឹងមាននិយាយចឹងទេឬអត់មាននិយាយទេចាជួសារសលេងហ្នឹងសារសលេងរបស់ពីណាដែរសារសំឡេងហ្នឹងគឺរបស់ខ្ញុំពេលដែលវាចំណាយបុគ្គលិកខ្ញុំចាពេលហ្នឹងវាពេលបុគ្គលិកខ្ញុំទៅថតជាមួយខ្ញុំវាទៅដែរទៅផាក់ស៊ីវាទៅដែរទៅណាទៅតាមមួយពូម៉ាក់ខ្ញុំដែរពេលពូម៉ាក់ខ្ញុំទៅណាបុគ្គលិកខ្ញុំមកតាមវាមកតាមដែរអញ្ចឹងឥឡូវមានបញ្ហានេះគាត់ទៀមទីអីចង់បានពីបងវិញឬមួយក៏មិនគាត់ចង់យកទូរស័ព្ទហើយនឹងម៉ូតូហើយនឹងកុំព្យូទ័រហើយនឹងទូទឹកកកអូអញ្ចឹងជួលយើងមួយខែ1000អត់បាញ់លុយឲ្យយើងទេហ្នឹងហើយបាទបែរជាឲ្យសម្ភារៈប្រើប្រាស់ទិញអីឲ្យអញ្ចឹងទៅដល់ពេលមានបញ្ហាជាមួយគ្នាចង់យករបស់ហ្នឹងទៅវិញហ្នឹងហើយចង់យកទៅវិញលើជួលធ្វើសង្សារមួយខែ1000ហ្នឹងរឿងហ្នឹងមិនវិញបងជួយបញ្ជាក់ពីដំបូងតិចមើលបងជួលមួយខែ1000ហ្នឹងយើងនិយាយមួយគ្នាឲ្យតាមឆាតខ្ញុំមានផុសតាំងមកផុសអីទាំងអស់ផុសតាំងទេបងហ្នឹងហើយមានផុសតាំងស្ដាប់ផុសតាំងនេះទៅមើលបងគាត់ជួលយើងជួលហ្នឹងជួលរបៀបជួលធ្វើសង្សារជួលធ្វើសង្សារអូឥឡូវជួលសំដែងមកជួលសំដែងធ្វើសង្សារហ្មងមួយខែយកហ្មងគាត់ជួលសំដែងធ្វើសង្សារទេជួលសំដែងសំដែងចាប់បែកគ្នាទៅមួយខែហ្មងនិយាយចង់ត្មងទៅតាមមួយខែហ្មងជួលធ្វើសង្សារគាត់នៅសំដែងទៅសួរសំដែងទៅគេសួរសំដែងទៅអូអញ្ចឹងគាត់ជួលយើងសំដែងធ្វើសង្សារមួយខែ1000ហ្នឹងហើយមួយខែ1000ឥឡូវតាំងពីថ្ងៃចាប់ផ្ដើមមករហូតដល់ពេលនេះបានប្រហែលខែចូល3ខែចូល3ខែ3ខែឥឡូវយើងបានលុយគាត់ឲ្យមួយខែ1000ហ្នឹងទេឬមួយក៏យ៉ាងអត់មានទេអត់មានបានឲ្យទេគាត់ឲ្យតែថ្លៃថាបើថាយើងជីទៅថតមួយគាត់ហ្នឹងគាត់បាញ់ឲ្យ100បាទ50 150អញ្ចឹងទៅជីទៅថតមួយគាត់ទៅបាទហើយមួយទៀតពេលដែលគាត់ឈឺពេលគាត់អីចឹងទៅខ្ញុំទៅមើលគាត់មើលអីចឹងទៅទិញបាយទិញម្ហូបអីគាត់ចឹងទៅបានឲ្យលុយមួយខែ1000ហ្នឹងទេហ្នឹងហើយខ្ញុំសូមបញ្ជាក់រឿងឡានគាត់មួយទៀតឡានហ្នឹងគឺគាត់អ្នកឲ្យខ្ញុំហ្នឹងជីគាត់និយាយមកខ្ញុំថាឲ្យយកឡានហ្នឹងជីសិនទៅកុំឲ្យក្តៅជីទិញម្ហូបទិញអីគាត់ស្រួលហើយមិនបាច់យកទៅពេញហួតទេទុកនៅបារីទុកនៅខុនដូនៅហ្នឹងហើយឲ្យលុយមួយខែ1000ហ្នឹងទេតើបានឲ្យរបស់របរអីទេបងឲ្យរបស់របរនិយាយទៅគាត់ទិញទូរស័ព្ទឲ្យដំបូងហ្នឹងគាត់ទិញទូរស័ព្ទឲ្យហើយគាត់ទិញតាក់ទាញទូរស័ព្ទហ្នឹងឲ្យយើងបាទលក្ខណៈហើយមានអីទៀតបងទូរស័ព្ទហើយហ្នឹងគាត់ឲ្យលុយមកខ្ញុំកាលហ្នឹង600ទិញម៉ូតូបាទហើយហ្នឹងមួយទៀតគាត់ឲ្យទូទឹកកករបស់គាត់បាទទូទឹកកកនៅខុនដូកាលហ្នឹងរើខុនដូចេញអញ្ចឹងណាអញ្ចឹងអាទូទឹកកកហ្នឹងគាត់ឲ្យខ្ញុំហើយមួយទៀតខែហើយខែគាត់ថា600ខែណាកាចាស់ហ្នឹងយកទៅវិញខ្ញុំបោះចោលសង្ងាត់នៅក្នុងធុងសង្ងាត់នេះក៏បានដែរនេះហ្នឹងហើយមួយទៀតកុំព្យូទ័រហ្នឹងចូលលុយរបស់ខ្ញុំដែរពាក់កណ្ដាលហ្នឹងហើយអញ្ចឹងឥឡូវមានបញ្ហានេះគាត់ទៀមទីអីចង់បានពីបងវិញឬមួយក៏មិនគាត់ចង់យកទូរស័ព្ទហើយនឹងម៉ូតូហើយនឹងកុំព្យូទ័រហើយនឹងទូទឹកកកអូអញ្ចឹងជួលយើងមួយខែ1000អត់បាញ់លុយឲ្យយើងទេហ្នឹងហើយបាទបែរជាឲ្យសម្ភារៈប្រើប្រាស់ទិញអីឲ្យអញ្ចឹងទៅដល់ពេលមានបញ្ហាជាមួយគ្នាចង់យករបស់ហ្នឹងទៅវិញហ្នឹងហើយចង់យកទៅវិញឥឡូវរឿងដែលអត់ត្រូវគ្នាហ្នឹងគឺដោយសារតែយើងអត់ព្រមឲ្យរបស់ហ្នឹងទៅវិញខ្ញុំអត់មានរឿងអីត្រូវខ្ញុំឲ្យគាត់វិញបាទបើការងារខ្ញុំ3ខែហ្នឹងមានបានអីពីគាត់ហ្នឹងក្នុងនាមធ្វើការជាមួយគ្នាយល់អត់មានជួលធ្វើសង្សារទៅលូយមនុស្សបងស្អីគេមុខខ្ញុំប៉ុណ្ណឹងជួលមនុស្សប្រុសធ្វើសង្សារឃើញគាត់មានសារសលេងថាជួលធ្វើសង្សារហ្នឹងមិនវិញបងមនុស្សដូចខ្ញុំហ៊ានស៊ីហ៊ានសហ៊ានផលបងចាប់ទុកឲ្យគាត់មួយខែ1000ហ្នឹងមាននិយាយចឹងទេអត់មាននិយាយទេចាជួលសារសលេងហ្នឹងសារសលេងរបស់ពីណាដែរសារសំឡេងហ្នឹងគឺរបស់ខ្ញុំពេលដែលវាចំណាយបុគ្គលិកខ្ញុំចាពេលហ្នឹងវាពេលបុគ្គលិកខ្ញុំទៅថតជាមួយខ្ញុំវាទៅដែរទៅផាក់ស៊ីវាទៅដែរទៅណាទៅតាមមួយពូម៉ាក់ខ្ញុំដែរពេលពូម៉ាក់ខ្ញុំទៅណាបុគ្គលិកខ្ញុំមកតាមវាមកតាមដែរហើយខ្ញុំឲ្យលុយវា50ពេលថតអញ្ចឹងខ្ញុំឲ្យវា50 150 100ទៅគាត់ថាចាហើយវាចំណាយជួលគាត់ថាឲ្យធ្វើសង្សារនេះមិនមែនជារឿងពិតទេណាអត់ទេមិនរឿងពិតទេលោកមិនមែនទេស្បត់ចាដល់ពេលហើយអញ្ចឹងទៅខ្ញុំថាចេះបើចំណែនគេចង់បានលុយ1000ហ្នឹងអូខេអញ្ចឹងយើងជួលធ្វើសង្សារទៅយកតែខែ1000ដូចអូន60ដែរទៅតែខ្ញុំអត់បានថតជាមួយគ្នាទេតាំងពីហ្នឹងមកខ្ញុំក៏ថតជាមួយបងគ្រាចទៅក៏ខ្ញុំមានប្តីទៅបើខ្ញុំស្អីគេមុខមាត់ខ្ញុំហ្នឹងទៅជួលមនុស្សប្រុសទៅធ្វើសង្សារហើយមុខមាត់ខ្ញុំប៉ុណ្ណាណៃខ្វះមនុស្សប្រុសស្រឡាញ់មែនហ្នឹងហើយបើខ្ញុំលមាស់ខ្លាំងទៅដេញសើតែ100 200ទេសុំបញ្ជាក់តែខ្ញុំមិនអាចលមាស់ទេឧទាហរណ៍សុំបញ្ជាក់
ចា អាចសម្របសម្រួលគ្នាតិចបានទេបងក៏មិន ខ្ញុំសរុបស្រួលតាប៉ុន្តែវាអត់ព្រម អញ្ចឹងយើងចង់បានតែរបស់ដែលយើងទិញឲ្យហ្នឹងមកវិញទេ ចា ហើយយកមកវិញទាំងអស់មកអាឡប់ឲ្យ យកទាំងអស់លីអូក៏យកដែរ ឡប់ឲ្យលីអូទៀត អត់ទេយកទាំងអស់លុយរបស់ខ្ញុំ ទៀត វាយកខ្ញុំបាញ់លុយឲ្យវាទិញហ៎អាហ្នឹងជាទ្រព្យសម្បត្តិរបស់ខ្ញុំហី បាទ ចា ហើយខ្ញុំទៅសួរខាងមកទៀត ចា សួរខាងមកទៀត ហ្នឹងហើយខាអាវខែដេកទូទាំងអស់ទៅទាំងអស់ ដោយតែប្រិមិត្តបានស្ដាប់ករណីខាងលើនេះអញ្ចឹងគឺជាករណីមួយថ្មីប្លែកទៀតហើយដែលតាមការអះអាងរបស់ខាងស្រីបាទគឺគាត់មិនបានជួលខាងប្រុសនឹងមកធ្វើសង្សារអីទេបាទគ្រាន់តែរួមដៃគូធ្វើការងារអីចឹងទៅថតវីដេអូអីចឹងទៅដើម្បីឲ្យផ្ទុះទៅប្រម៉ូទផលិតផលបាទប៉ុន្តែធ្វើការបានតែរយៈពេល3ខែក៏មានបញ្ហាជាមួយគ្នាបាទចំណែកឯខាងប្រុសវិញគាត់អះអាងថាខាងស្រីនឹងបាទជួលគាត់ធ្វើសង្សារក្នុងពេលមួយខែគឺ$1000បាទហើយតាំងពីចាប់ផ្ដើមមករហូតមកដល់ពេលនេះគឺរយៈពេល3ខែហើយប៉ុន្តែគាត់អត់ដែលបានទទួលលុយបាទមួយខែ1000នឹងទេបាទបានតែសម្ភារៈផ្សេងដូចជាទូរស័ព្ទដូចជាម៉ូតូសម្ភារៈមួយចំនួនទៀតប្រិមិត្តដល់ពេលមានបញ្ហាជាមួយគ្នាបាទខាងស្រីនេះមកទាមទារយកទ្រព្យរបស់នឹងទៅវិញប៉ុន្តែខាងប្រុសមិនព្រមឲ្យទេដោយសារតែកន្លងមកនឹងថាឲ្យមួយខែ1000គឺអត់ដែលបាញ់លុយឲ្យទេប្រិមិត្តបាទអញ្ចឹងរឿងរ៉ាវនេះខ្ញុំមិនហ៊ានវែកញែកក៏ដូចជាអាកាត់យ៉ាងណាទេបាទសូមឲ្យប្រិយមិត្តយើងពិចារណាទាំងអស់គ្នាហើយថ្មីប្លែកទៀតហើយបងប្អូនបាទអញ្ចឹងយ៉ាងណាយើងទុកឲ្យភាគីទាំងសងខាងគាត់សម្របសម្រួលគ្នាបាទឬមួយក៏បើសិនជាមិនត្រូវគ្នាទេបាទមានតែសមត្ថកិច្ចគាត់សម្របសម្រួលឬមួយក៏ដាក់ពាក្យបណ្ដឹងឬមួយក៏យ៉ាងណាតាមផ្លូវច្បាប់តាមជាក់ស្ដែងទៅប្រិយមិត្តបាទដោយសារតែនេះគ្រាន់តែជាព័ត៌មានដែលយើងទទួលបានបាទពីភាគីទាំងសងខាងតែប៉ុណ្ណោះរឿងរ៉ាវយ៉ាងណាទៀតយើងនឹងអាប់ដេតនៅពេលក្រោយផងដែរប្រិយមិត្តបាទអរគុណសម្រាប់ការតាមដានទេសនាពីខ្ញុំបាទធុនធ្វើសេចក្តីរាយការណ៍នៅគណៈវេលាថ្ងៃទី19រំលងអាត្រិតប្រិយមិត្តខែកក្កដាឆ្នាំ2026នៅសង្កាត់កាកាបទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញអរគុណសម្រាប់ការតាមដានទេសនាព័ត៌មាន